បាទជំរាបសួរពុកម៉ែបងប្អូនដែលនិយមគាំទ្រដល់ Channel មនោគមខ្មែរបុរាណជាទីស្រឡាញ់និងជាទីរាប់អានសម្រាប់ថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅគិថាស្នេហ៍មហារលឹកដាក់ឈ្មោះយកបច្ច័យជូនពុកម៉ែបងប្អូនសិក្សារៀនសូត្រទាំងអស់គ្នាមិនថាពុកម៉ែបងប្អូននៅក្នុងប្រទេសក្តីនិងក្រៅប្រទេសក្តីក៏អាចសិក្សារៀនសូត្របានដែរបាទចាំសិនពុកម៉ែបងប្អូនបន្តមកចុច Subscribe នៅលើកណ្ដឹងសូមចុចម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃហើយក៏សូមចុច Like ចុច Share ណាម្នាក់មួយដើម្បីចូលរួមនៅក្នុងការចែកពេលអស់គ្នាហើយប្រសិនបើពុកម៉ែបងប្អូនមានបញ្ហាឈឺស្កាត់ណាដោយសារជំងឺមុនខ្មៅពពួកខ្មោចព្រាយណាឬមួយក៏ទៅពេទ្យហើយមិនជាមិនឃើញរោគសញ្ញាអីណាបាទអញ្ចឹងអាចទៅតងគ្រូបានណាអាចសួរព័ត៌មានក៏បានដែរហើយបើសិនពុកម៉ែបងប្អូនចង់ជួយឧបត្ថម្ភណាអាចតាមរយៈ QR code បានបាទអញ្ចឹងងាកមកគេថាយើងវិញបាទអញ្ចឹងសម្រាប់គេថាស្នេហ៍មហារលឹកបញ្ចូលឈ្មោះនេះគឺជាគេថាស្នេហ៍មួយដ៏ល្អវិសេសវិសាលណាស់សម្រាប់ពុកម៉ែបងប្អូនគួរតែសិក្សារៀនសូត្រណាព្រោះថាយើងអាចដាក់ឈ្មោះមនុស្សដែលយើងស្រឡាញ់បានណាឬមួយក៏មនុស្សដែលយើងចង់ឲ្យគេស្រឡាញ់យើងណាបាទជាធម្មតាគេថាស្នេហ៍មហារលឹកខ្លះគឺអត់មានបញ្ចូលឈ្មោះទេអញ្ចឹងយើងអាចធ្វើឲ្យមនុស្សផ្សេងណាមនុស្សទូទៅអាចមានចិត្តអាណិតស្រឡាញ់រលឹកមកយើងជានិច្ចណាបាទប៉ុន្តែស្នេហ៍នេះគឺយើងអាចបញ្ចូលឈ្មោះមនុស្សដែលយើងស្រឡាញ់អញ្ចឹងណាបាទគឺឲ្យគេមានចិត្តនឹកតែយើងមួយណាស្រឡាញ់តែយើងមួយណាយើងអាចយកទៅប្រើជាមួយនឹងប្តីប្រពន្ធយើងណាឬមួយក៏មនុស្សជាទីស្រឡាញ់របស់យើងប៉ុន្តែគ្រូហាមួយណាកុំយកដាក់ប្តីគេឬមួយក៏ប្រពន្ធគេបើយើងដឹងថាគេមានគ្រួសារហើយណាយើងកុំទៅប្រើអីវាមិនល្អទេសម្រាប់យើងណាបាទនឹងគ្រូផ្ដាំតែប៉ុណ្្នឹងទេប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនណាដែលមានប្តីអីប្រពន្ធអីអាចយកទៅប្រើប្រាស់ទៅដើម្បីឲ្យភាពសាសនាភាពនឹករលឹកស្រឡាញ់រវាងប្តីប្រពន្ធឲ្យវាមានភាពសាសនាណាប៉ុន្តែបើសិនមកពុកម៉ែបងប្អូនក្នុងគ្រួសារមានសុខសប្បាយណាទំនាក់ទំនងល្អហើយមិនប្រើទេយើងប្រើតែសម្រាប់គ្រួសារដែលមានបញ្ហាអាសាកម្មកោគ្នាអាសាមិនសូវត្រូវគ្នារួមមួយក៏មិនសូវនឹកនាគ្នាអញ្ចឹងណាឬមកក៏នៅស្ងាយពីគ្នាទៅណាបាទប៉ុន្តែប្រសិនបើយើងប្រើហើយវាមិនបានផលអាហ្នឹងវាមានរឿងពីរទី1ពុកម៉ែបងប្អូនប្រើមិនតាន់ប្រកែណាទី2វាអាចមកពីមានបញ្ហាផ្សេងជួនកាលទៅវាអាចគេធ្វើយើងណាអាហ្នឹងក៏អត់ឃើញសិនមានផលដែរព្រោះថាអត្តពលគេខ្លាំងជាយើងណាបាទតែបើសិនបើចឹងទេហើយយើងសង្កេតមើលមនុស្សដែលត្រូវរបស់គេមានការប្រែប្រួលហើយណាបាទឬមកក៏ត្រូវស្នេហ៍គេក៏អាចមិននឹកអត់នឹកយើងដែរអញ្ចឹងវាមានរឿងច្រើនគួរចង់ស៊ីជម្រៅទេណាប៉ុន្តែគាត់ថាយើងប្រើទៅសម្រាប់មនុស្សជាទីស្រឡាញ់យើងឬមួយក៏នៅកន្លែងក្រុមការងារយើងនៅកន្លែងរកស៊ីយើងណាអាចធ្វើឲ្យអតិថិជនមានសេចក្តីនឹករលឹកមកយើងនឹកឃើញតែតូបយើងនឹកឃើញតែចង់ទិញអីវ៉ាន់យើងក៏បានឬមកក៏យើងដាក់នៅកន្លែងក្រុមការងារមេយើងឲ្យស្រឡាញ់យើងក៏បានអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងយើងប្រើទៅតាមអ្វីដែលពុកម៉ែបងប្អូនប្រើទៅណាស្នេហ៍យើងអាចប្រើបានច្រើនយ៉ាងអាស្រ័យលើយើងតែចេះប្រើណាបាទប៉ុន្តែគ្រូផ្ដាំឲ្យផ្ដាំទៀតកុំដាក់ប្តីប្រពន្ធគេបើដឹងហើយយើងជៀសទៅណាបាទអញ្ចឹងយើងត្រូវតាំងនៅមុខ3ចប់សិនណាពុកម៉ែបងប្អូន
មុននឹងប្រើហើយរបៀបប្រើខ្ញុំគ្រូប្រាប់ណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะបាទអញ្ចឹងសម្រាប់គ្រប់3ចប់ណាតាំងដំបូង3ចប់ហើយយើងចាប់ដើមសូត្រទាំងអស់គ្នាឧមៈរលឹកមហារលឹករលឹកទាំងយប់រលឹកទាំងថ្ងៃរលឹកតែអញគ្រប់នីតិឧមៈនាងបាទឈ្មោះដាក់ឈ្មោះមកណារំជួយរលួយទាំងចិត្តអាណិតតែអញគ្រប់នីតិឧមៈមហាមៈដងទៀតឧមៈរលឹកមហារលឹករលឹកទាំងយប់រលឹកទាំងថ្ងៃរលឹកតែអញគ្រប់នីតិឧមៈនាងឈ្មោះណារំជួយរលួយទាំងចិត្តអាណិតតែអញគ្រប់នីតិឧមៈមហាមៈដងទៀតគ្រប់3ចប់ណាឧមៈមហាឧមៈរលឹកណាមហារលឹករលឹកទាំងយប់រលឹកទាំងថ្ងៃរលឹកតែអញគ្រប់នីតិឧមៈនាងនេះបើសិនយើងជាមនុស្សស្រីយើងដាក់មនុស្សប្រុសយើងដាក់ឧមៈបរោះអញ្ចឹងណាបាទឬមួយក៏លោកអញ្ចឹងទៅឬក៏បងអីឈ្មោះអីអញ្ចឹងទៅណាបាទដាក់ឈ្មោះមកហ្នឹងបើសិនយើងជាស្រីយើងចង់ធ្វើស្នេហ៍អីតិចតួចអញ្ចឹងណាបងប្អូនដាក់មកណាដូរបរោះមកឬក៏បងឬមួយក៏ប្តីអញ្ចឹងទៅឧមៈប្តីអញ្ចឹងណាប្តីឈ្មោះនេះអញ្ចឹងទៅដាក់មករំជួយរលួយទាំងចិត្តអាណិតតែអញគ្រប់នីតិឧមៈមហាមៈបាទអញ្ចឹងពុកម៉ែបងប្អូនសូត្រចំនួន7ចប់ទៅណាឬមួយក៏9ចប់ទៅសូត្រសាបជាមួយនឹងក្រមួនក្រែមម្សៅណាពុកម៉ែបងប្អូនបាទស្នេហ៍យើងរៀនណាយកទៅប្រើក្នុងផ្លូវល្អមិនអីទេណាពុកម៉ែបងប្អូនកុំមកតែយើងរៀនស្នេហ៍យកទៅដាក់ទៅប្រពន្ធគេអីតែពីតាពីអាចវានាំរឿងដល់ខ្លួនឯងណាបើយើងប្រើនៅក្នុងក្រុមគ្រួសារយើងឲ្យប្តីប្រពន្ធស្រឡាញ់យើងវាមិនអាក្រក់ទេក្នុងករណីដើម្បីឲ្យចោះស្រងគ្នាណាប៉ុន្តែកុំឲ្យតែពេលគេស្ដាប់បង្គាប់យើងហើយយើងតែមើលងាយគេតែមើលថោកគេអានឹងអត់ល្អទេណាបើដាក់ឲ្យគេស្រឡាញ់យើងហើយយើងគ្រប់គេទៅវិញទៅមកណាបងប្អូនបាទយើងគោលបំណងដាក់ដើម្បីឲ្យប្តីប្រពន្ធចោះសម្រងគ្នាណាមិនមែនពេលគេស្រឡាញ់យើងហើយយើងទៅប្រមាថមើលងាយគេទេណានឹងបាបណាបងប្អូនបាទបើថាប្តីប្រពន្ធយើងកម្មកោយើងដាក់ក្នុងគោលបំណងឲ្យទៅរើគ្នាស្រឡាញ់គ្នាមើលចាស់ដល់ចាស់សក់ស្កូវហ្នឹងទៅអានឹងអត់អីទេណាបាទឬមួយក៏សង្សារអីយើងស្រឡាញ់តែបើយើងប្រើស្នេហ៍យើងស្រឡាញ់ហើយយើងក៏បោះបង់គ្នាចោលអញ្ចឹងណាបាទស្មោះមួយនឹងមួយហ្នឹងទៅបាទគ្រូមិនមានអីនិយាយច្រើនទេសង្ឃឹមពុកម៉ែបងប្អូនយកប្រើក្នុងផ្លូវល្អណាបាទអញ្ចឹងក៏សូមអរគុណណាសូមជម្រាបលា